មានទៀតហើយជាមួយនឹងខ្ញុំម៉ាត់ MSI អញ្ចឹងនៅក្នុងថ្ងៃនេះបងប្អូនសូមធ្វើការបង្ហាញពូជស្មៅនៅខាងក្រោយខ្ញុំម៉ាត់នេះគឺជាប្រភេទពូជស្មៅ Guinea Simung បងប្អូនណា Guinea Simung គឺជាប្រភេទពូជស្មៅសម្រាប់ដាំនៅលើដីគោកហើយយើងសាបជាប្រភេទក្របបងប្អូនណាអញ្ចឹង Guinea Simung នេះគឺមានការលូតលាស់លឿនក៏ដូចជាធន់ជាមួយនឹងអាកាសធាតុជាពិសេសគឺសត្វចូលចិត្តស៊ីមែនទែនសម្រាប់បងប្អូនដែលធ្លាប់ដាំនៅប្រភេទ Guinea Simung គឺបងប្អូនទាំងគ្នាបានដឹងហើយឥឡូវនេះសម្រាប់បងប្អូនដែលមិនធ្លាប់បានដាំឬក៏បានដាំហើយចង់បាននៅប្រភេទពូជស្មៅ Guinea Simung ឬក៏ប្រភេទពូជស្មៅផ្សេងៗទៀតដូចជា Sweet Jumbo Sweet Sorghum Rosy ឬក៏ Passport Matra តាមបងប្អូនទាំងគ្នាអាចធ្វើការទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទពីខ្សែគឺ09កុដ858325និង0993585535ខ្ញុំបានមានសេវាសម្រាប់ផ្ញើចេញគ្រប់ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជាឥឡូវបងប្អូនទាំងគ្នាមើល Guinea Simung បន្ទាប់ពីត្រូវភ្លៀងបានមួយមេបងប្អូនណាអញ្ចឹងនៅខាងក្រៅខ្ញុំនេះសុទ្ធតែជាប្រភេទ Guinea Simung កាត់តែមួយផ្លេតទេបងប្អូនណា2 3ដឹកអត់ចឹងអស់ទេជាងកាត់តែមួយផ្លេតទេបងប្អូនណាកាត់អត់បានកន្លះម៉ោងទេប៉ុន្តែ2 3ដាក់ម៉ូតូបើមិនយើងកាត់ស្មោធម្មជាតិមិនដឹងថាប្រហែលម៉ោងទេទើបបាន2 3ហ្នឹងបងប្អូនណាអញ្ចឹងមានតែពូជស្មៅចំណីសត្វដែលយើងដាំនេះទេទើបធ្វើឲ្យយើងច្រូតលឿនហើយចំណេញសត្វធំធាត់លឿនអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការកុំភ្លេចណាអាចទំនាក់ទំនងមកខ្ញុំបានឥឡូវឲ្យបងប្អូនទាំងគ្នាពិនិត្យមើលជាក់ស្ដែងនេះឃើញទេតុនលវក់មកបងប្អូនតុនលវក់មកយីនេះគឺស្អាតណាបងប្អូនណាមិនត្រឹមតែយីនេះទេបងប្អូនសំបីតារ៉ូស៊ីឬក៏ Passport Matra តាមសុទ្ធតែជាប្រភេទពូជស្មៅស្អាតអញ្ចឹងដូចគ្នាលូតលាស់លឿនដូចគ្នាបងប្អូនទាំងគ្នាអាចស្រឡាញ់ឬក៏យើងអាចចង់ដាំនៅប្រភេទមួយណាក៏បានដែរបងប្អូនណាគឺវាមួយយ៉ាងម្នាក់តែសម្រាប់ខ្ញុំដែលខ្ញុំបានបង្ហាញនេះគឺជាប្រភេទ Guinea អញ្ចឹងបងប្អូនចង់បានពូជស្មៅដែលដូចដែលនៅក្នុងវីដេអូនេះគឺអាចតាក់ទងមកខ្ញុំបានសូមអរគុណសូមជម្រាបលា